សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះក៏លេងអូដាវីដេអូថតយូរតែបានផុសវីដេអូនៅអូដាកម្មភាពជិមតោទៅអូដាទាំងអស់គ្នាជិះតាមផ្លូវអូយថ្ងៃនេះមនុស្សច្រើនមែនតើឡើងស្ទះមកចិត្តដល់អូដាស្ទះមកមនុស្សច្រើនពេកមើលទៅតាមសកម្មភាពខ្ញុំថតដឹងស្ទះតាមតែផ្លូវរំដល់កន្លែងវារៀងឆ្ងាយដែរបងប្អូនមកពីពោធិ៍សាត់មកដល់ភ្នំកវាញហើយมันចូលមកក្នុងដល់ភ្នំនេះទេសភាពតាមភ្នំនេះស្អាតមែនតើនេះកម្មភាពនៅអូដាមនុស្សមកលេងច្រើនមែនតើតែខ្ញុំបានទៅថតខាងក្រោមបងប្អូនខ្ញុំដើរទៅលើទៅកន្លែងខាងលើប្រយនេះកន្លែងគេលេងបាល់លេងអីកីឡាករលេងអីកន្លែងគេលេងបាល់លេងអីរៀបចំកន្លែងកីឡាករបាយបាល់វាយប្រកួតគ្នាខ្ញុំមក4នាក់បងប្អូននេះមានអីតាក់វិញ្ញាមកតិចទួយខ្ញុំថាមនុស្សប្រមឹកមកដើរលេងចាយក្តៅបងប្អូនមនុស្សច្រើនណាកម្មភាពទិញលៀនៅកន្លែងនោះស្អីក៏មានលក់បងប្អូនពេលផ្លូវស្រួយជាមួយអ្នកមកអល់អញ្ចឹងនេះដើរទៅកន្លែងលេងទឹកដើរចុះទៅទឹកស្ទឹងដើរតាមផ្លូវហ្នឹងខ្ញុំមកមនុស្សអត់សូវទាន់មកប៉ុន្មានបងប្អូនតើរៀងងាយតិចខ្ញុំទៅតែម៉ោង10ហើយនេះឡើងទៅដល់នោះហើយម៉ោងមិន10អីមនុស្សច្រើនណាពេលម៉ោង1ម៉ោង2នេះមនុស្សតិចឡើយបងប្អូនទៅមនុស្សមកគួរសមតែគួរសមមនុស្សច្រើនដែរណានេះខ្ញុំមកលេងខាងលើនៅខាងក្រោមនៅច្រើនទៀតនៅខាងក្រោមកន្លែងគេរៀបចំកន្លែងចាក់បញ្ឆាវនៅក្រោមឆ្លងស្ទឹងទៅក្នុងទៅត្រៅនោះចេះនាំគ្នាដើរទៅក៏រកកន្លែងអង្គុយលេងទឹកមុំលេងបងប្អូនហើយទឹកមើលសំណងសុបាយក្នុងដើរត្រៅនោះមនុស្សច្រើនមែននិយាយទៅបងប្អូនពូមិញអីចាស់អីមកលេងច្រើនណាបងប្អូននៅខាងខេត្តពោធិ៍សាត់នេះ